ដើម្បីមានសុខភាពល្អមិនមែនត្រូវធ្វើអ្វីស្មុគស្មាញទេគឺជាការរួមសំណៃទម្លាប់តូចដែលធ្វើជាប្រចាំខ្ញុំសូមជូនគន្លឹះងាយតាមបែបរួមទាំងកាយនិងចិត្តរបបអាហាររាងកាយប្រៀបដូចម៉ាស៊ីនត្រូវការប្រេងដែលមានគុណភាពញ៉ាំឲ្យចម្រុះពណ៌ក្នុងចានបាយមួយព្យាយាមឲ្យមានបន្លែឬផ្លែឈើច្រើនពណ៌បៃតងក្រហមលឿងព្រោះសារធាតុចិញ្ចឹមខុសគ្នាកាត់បន្ថយជាតិផ្អែមប្រៃនិងប្រេងចម្អិនរ៉ែសាក់បដូរពីទឹកក្រឡុកដាក់ស្ករច្រើនមកផឹកទឹកធម្មតាឬទឹកផ្លែឈើស្រស់វិញមិនដាក់ស្ករកុំរំលងអាហារពេលព្រឹកវាជាប្រភពថាមពលដំបូងសម្រាប់ខួរក្បាលនិងជួយកុំឲ្យអ្នកញ៉ាំច្រើនពេកនៅពេលថ្ងៃត្រង់សកម្មភាពរាងកាយកម្រើកឲ្យបានច្រើនដើរឲ្យបានច្រើនមិនចាំបាច់ទៅកន្លែងហាត់ប្រាណទេសាកដើរជំនួសការជិះម៉ូតូរយៈពេលខ្លីឬដើរឡើងជណ្ដើរជំនួសជណ្ដើរយន្តរកអ្វីដែលខ្លួនសប្បាយរួមតាមចម្រៀងធ្វើការងារផ្ទះដាំដំណាំឬជិះកង់ធ្វើអ្វីក៏បានដែលធ្វើឲ្យចង្វាក់បេះដូងលោតញាប់ជាងធម្មតាយ៉ាងហោច30នាទីក្នុងមួយថ្ងៃការសម្រាកនិងដំណេកសាកថ្មីជីវិតគេងឲ្យបានគ្រប់គ្រាន់មនុស្សពេញវ័យត្រូវការ7-8 ម៉ោងការគេងមិនគ្រប់ធ្វើឲ្យអ្នកឃ្លានច្រើនអារម្មណ៍មិនល្អនិងប្រព័ន្ធការពាររាងកាយចុះខ្សោយសម្រាប់ភ្នែកនិងខួរក្បាលរាល់1ម៉ោងនៃការមើលទូរស័ព្ទឬកុំព្យូទ័រសាកសម្លឹងមើលទៅឆ្ងាយឬបិទភ្នែក5នាទីសុខភាពផ្លូវចិត្តមិនសំខាន់តិចជាងកាយទេចេះបញ្ចេញអារម្មណ៍កុំទុកភាពតានតឹងនៅក្នុងខ្លួននិយាយជាមួយមិត្តភ័ក្តិសរសេរកំណត់ហេតុឬរកកន្លែងស្ងាត់ដកដង្ហើមឲ្យវែងកាត់បន្ថយបណ្ដាញសង្គមការមើលគេច្រើនពេកជួនកាលធ្វើឲ្យយើងគិតច្រើននិងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃសាកដាក់ទូរស័ព្ទចោល1ម៉ោងមុនចូលគេងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ទំនាក់ទំនងល្អក្នុងក្រុមគ្រួសារនិងមិត្តភ័ក្តិជាថ្នាំបំបត្តិភាពឯកានិងភាពតានតឹងយ៉ាងល្អបំផុតរឿងតូចដែលមានឥទ្ធិពលធំផឹកទឹកស្អាតឲ្យបានគ្រប់គ្រាន់ប្រហែល2លីត្រក្នុងមួយថ្ងៃយកដបទឹកដាក់នៅក្បែរខ្លួនជានិច្ចញ៉ាំនិងសើចឲ្យបានច្រើនការសើចជួយបញ្ចេញសារធាតុ endorphins ដែលជាសារធាតុធ្វើឲ្យយើងសប្បាយចិត្តតាមធម្មជាតិ